ស្រឡាញ់គេម្នាក់ឯងការស្រឡាញ់គេម្នាក់ឯងគឺជាវិធានបទមួយដ៏ក្តៅគគុកនៅក្នុងសម័យចិនស៊ីនេះមានអ្នកខ្លះបានយល់ថាការស្រឡាញ់គេម្នាក់ឯងគឺពិតជាបានផ្ដល់នូវផលអវិជ្ជមាននិងផលអាក្រក់ជាច្រើនទៅដល់មនុស្សម្នាក់ដែលកំពុងតែមានចិត្តលួចស្រឡាញ់គេនោះនេះគ្រាន់តែជាការយល់ឃើញរបស់មនុស្សយើងធម្មតាតែប៉ុណ្ណោះឥឡូវយើងនឹងទៅយល់ដឹងអំពីការយល់ឃើញរបស់អ្នកប្រាជ្ញមួយចំនួនវិញម្ដងថាតើអ្នកប្រាជ្ញឬទស្សនវិទូពួកគាត់មានការយល់ឃើញបែបណាចំពោះទង្វើនៃការស្រឡាញ់គេម្នាក់ឯងបែបនេះបើយោងតាមទៅលើអ្នកប្រាជ្ញមួយចំនួនពួកលោកបានយល់ឃើញថាការស្រឡាញ់គេម្នាក់ឯងគឺពិតជាបានផ្ដល់នូវផលអវិជ្ជមានឬក៏ផលអាក្រក់ជាច្រើននេះបើយោងតាមលោក James Paul Sartre ដែលគឺជាទស្សនវិទូម្នាក់លោកយល់ឃើញថានៅពេលដែលមនុស្សស្រឡាញ់គេម្នាក់ឯងមនុស្សម្នាក់នោះនឹងក្លាយទៅជាឧបករណ៍របស់មនុស្សម្នាក់ទៀតចំណុចនេះលោកចង់មានន័យថាមនុស្សម្នាក់ដែលកំពុងតែមានចិត្តលួចស្រឡាញ់ទៅលើមនុស្សម្នាក់ទៀតមនុស្សម្នាក់នោះគេលែងមានសេចក្តីសុខសម្រាប់ជីវិតរបស់គេទៀតហើយគឺសេចក្តីសុខទាំងឡាយគេនឹងពឹងផ្អែកទៅលើមនុស្សដែលនៅក្នុងដួងចិត្តរបស់គេបន្ថែមទៅនេះលោកស្តង់ដាគឺជាទស្សនវិទូដ៏ល្បីល្បាញមួយរូបលោកក៏បានយល់ថាការស្រឡាញ់គេម្នាក់ឯងនឹងធ្វើឲ្យមនុស្សម្នាក់នោះស្ថិតនៅក្នុងភាពងប់ងល់នេះមានន័យថាពួកគេលែងមើលឃើញការពិតទៀតហើយពួកគេមកឃើញថាបរិសម្នាក់នោះឬក៏នារីម្នាក់នោះពោរពេញទៅដោយភាពឥតខ្ចោះអ្វីដែលអាក្រក់ជាងនេះទៅទៀតនោះពួកគេនឹងយល់ឃើញថាមនុស្សដែលពួកគេស្រឡាញ់គឺពោរពេញទៅដោយចំណុចល្អៗជាច្រើនទាំងដែលការពិតពួកគេទាំងអស់នោះមិនមានចំណុចទាំងអស់នោះឡើយដែលនេះគឺជាផលវិបាកយ៉ាងធំមួយគឺនៅពេលដែលពួកគេជួបនៅការពិតទាំងអស់នោះពួកគេនឹងពិបាកនៅក្នុងការទទួលយកហើយនឹងធ្វើឲ្យបាក់ទឹកចិត្តយ៉ាងខ្លាំងចំពោះទស្សនវិទូមួយរូបទៀតដែលមានឈ្មោះថា Arthur Schopenhauer លោកគឺជាទស្សនវិទូជនជាតិអាល្លឺម៉ង់លោកបានយល់ឃើញថាការស្រឡាញ់គេម្នាក់ឯងគឺជាទរណកម្មនៃឆន្ទៈនេះលោកចង់មានន័យថាការស្រឡាញ់គេម្នាក់ឯងគឺនឹងមានផលវិបាកឬក៏មានសេចក្តីទុក្ខដោយគ្មានទីបញ្ចប់ហើយមិនតែប៉ុណ្ណោះក៏ធ្វើឲ្យយើងមើលរំលងនៅភាពស្រស់ស្អាតផ្សេងទៀតនៃពិភពលោកផងដែររីឯលោក Friedrich Nietzsche គឺជាទស្សនវិទូជនជាតិអាល្លឺម៉ង់ដូចគ្នាលោកបានយល់ឃើញថាការស្រឡាញ់គេម្នាក់ឯងគឺជាការបាត់បង់នៅតម្លៃរបស់ខ្លួនលោកចង់មានន័យថាកាលណាដែលយើងស្រឡាញ់គេម្នាក់ឯងយូរទៅវាធ្វើឲ្យយើងចាប់ផ្ដើមមានការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃឬក៏ជាមួយនឹងមនុស្សដែលយើងស្រឡាញ់ថាតើយើងអន់ត្រង់ណាខ្វះខាតត្រង់ណាយូរទៅវានឹងធ្វើឲ្យយើងគិតថាខ្លួនឯងគ្មានតម្លៃឬក៏អន់ថយទើបគេមិនស្រឡាញ់មិនតែប៉ុណ្ណោះអ្វីដែលអាក្រក់ជាងនេះទៅទៀតវាអាចធ្វើឲ្យអ្នកដែលស្រឡាញ់គេម្នាក់ឯងគឺចាប់ផ្ដើមមានអារម្មណ៍ស្អប់ខ្លួនឯងខឹងខ្លួនឯងមិនតែប៉ុណ្ណោះឥទ្ធិពលទាំងនោះវាអាចធ្វើឲ្យអ្នកទាំងនោះស្អប់ទៅលើអ្នកដទៃឬក៏មនុស្សជុំវិញខ្លួនទៀតផងនេះគឺជាផលអាក្រក់ឬក៏ជាផលអវិជ្ជមានមួយចំនួនពាក់ព័ន្ធទៅនឹងទង្វើឬក៏ការស្រឡាញ់គេម្នាក់ឯងនេះអ្នកទាំងអស់គ្នាប្រហែលជាយល់ឃើញថាការស្រឡាញ់គេម្នាក់ឯងគឺប្រកបជាមានផលអវិជ្ជមានធំធេងមែនទែនប៉ុន្តែវាមិនមែនបែបនោះទេការស្រឡាញ់គេម្នាក់ឯងក៏បានផ្ដល់នូវផលវិជ្ជមានមួយចំនួនផងដែរដល់មនុស្សរបស់យើងនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីផលវិជ្ជមានឬក៏ផលប្រយោជន៍មួយចំនួននៃការស្រឡាញ់គេម្នាក់ឯង